បងប្អូនទាំងអស់គ្នាយើងតែងតែអានហើយឃើញពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរហើយយើងទាំងអស់គ្នាតែងតែដាស់តឿនគ្នាថាជាគ្រីស្ទៀនគឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងព្រះគម្ពីរព្រះអង្គបានបង្គាប់ប្រាប់យើងថាគ្រីស្ទៀនគឺត្រូវស្រឡាញ់គ្នាយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្តែតើសេចក្តីស្រឡាញ់យើងឲ្យនិយមន័យទៅលើសេចក្តីស្រឡាញ់ចំពោះការអ្វីខ្លះភាគច្រើនបងប្អូនយើងទាំងអស់គ្នាតែងតែផ្ដោតទៅលើសេចក្តីស្រឡាញ់នៃការសួរសុខទុក្ខគ្នាជាការល្អជាការជួយយកអាសាគ្នាទៅវិញទៅមកនៅពេលដែលមានទុក្ខលំបាកនៅពេលដែលមានសេចក្តីត្រូវការនោះក៏ជាការល្អការដែលផ្គត់ផ្គង់ឲ្យគ្នានៅពេលដែលមានសេចក្តីខ្វះខាតនោះរឹតតែជាការល្អប៉ុន្តែអ្វីដែលបងប្អូនទាំងអស់គ្នាមិនបានរាប់ថាជាសេចក្តីស្រឡាញ់នោះគឺនៅពេលណាដែលបងប្អូនយើងណាម្នាក់ប្រាប់យើងថាអូបងឯងធ្វើនេះខុសប្អូនឯងធ្វើនេះខុសហើយសេចក្តីនេះមិនមានចែងនៅក្នុងព្រះគម្ពីរទេធ្វើយ៉ាងដូច្នោះគឺមិនត្រឹមត្រូវទេនៅពេលនោះយើងមិនដែលរាប់ថាអ្នកនោះមានសេចក្តីស្រឡាញ់ចំពោះយើងទេយើងតែងតែរាប់ថាអ្នកនោះជាអ្នកថ្កោលទោសអ្នកនោះគឺជាអ្នកដែលជំនុំជម្រះអ្នកនោះគឺជាអ្នកដែលកាត់ក្តីតាំងខ្លួនឯងល្អតាំងខ្លួនឯងអស្ចារ្យប៉ុន្តែបងប្អូនទាំងអស់គ្នាបានដឹងដែរឬទេថាការដែលកែតម្រូវការដែលជួយយកអាសាគ្នាទៅវិញទៅមកនោះក៏ជាសេចក្តីស្រឡាញ់ដែរមិនត្រឹមតែប៉ុណ្ណោះទេសេចក្តីនោះគឺមានចែងនៅក្នុងព្រះគម្ពីរថែមទៀតសូមឲ្យយើងបានមើលនៅក្នុងព្រះគម្ពីរកាឡាទីជំពូកទី6ខ1និងខទី2កាឡាទីជំពូកទី6 1និងខទី2ព្រះគម្ពីរបានចែងថាអោបងប្អូនហើយបើបានតន់ឃើញមនុស្សណាធ្វើខុសអ្វីនោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណចូលតម្រង់អ្នកនោះដោយចិត្តសុភាពព្រមទាំងប្រយ័ត្នខ្លួនឯងផងក្រែងត្រូវសេចក្តីល្បួងដែរចូលយកអាសាគ្នាទៅវិញទៅមកយ៉ាងនោះទើបបានសម្រេចតាមក្រឹតវិន័យនៃព្រះគ្រីស្ទនេះគឺជាបង្គាប់ដែលមានចែងនៅក្នុងព្រះគម្ពីរនេះគឺជាបញ្ញត្តិដែលយើងទាំងអស់គ្នាត្រូវប្រតិបត្តិហើយធ្វើតាមប្រសិនបើយើងមិនបានធ្វើតាមសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរទេតែយើងពិតជាអ្នកដែលគោរពប្រតិបត្តិដល់ព្រះដែរឬទេដូច្នេះហើយបងប្អូនហើយអ្នកដែលទៅកែតម្រូវអ្នកដែលប្រាប់យើងថាខុសអ្នកនោះស្រឡាញ់យើងពិតប្រាកដពីព្រោះគាត់មិនចង់ឃើញយើងធ្វើខុសនឹងព្រះជាម្ចាស់ពីព្រោះគាត់មិនចង់ឃើញយើងដើរផ្លូវដែលវៀងចេញឆ្ងាយពីព្រះជាម្ចាស់នោះទេឲ្យយើងទាំងអស់គ្នាបានដើរតាមផ្លូវដែលព្រះអង្គទ្រង់បង្គាប់ឲ្យយើងទាំងអស់គ្នាធ្វើហើយនៅក្នុងព្រះគម្ពីរយ៉ាជំពូកទី5ខ10បានយើងយ៉ាងដូចនេះថាបងប្អូនហើយបើមានអ្នកណាក្នុងពួកអ្នករាល់គ្នាគេវង្វេងចេញពីសេចក្តីពិតហើយមានអ្នកណានាំអ្នកនោះឲ្យត្រឡប់មកវិញនោះត្រូវដឹងថាអ្នកណាដែលនាំមនុស្សបាបឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញនោះឈ្មោះថាបានជួយសង្គ្រោះព្រលឹងមួយឲ្យរួចពីសេចក្តីស្លាប់ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផងបងប្អូនឃើញទេនៅពេលណាដែលយើងឃើញបងប្អូនណាទាសចេញពីសេចក្តីពិតពីព្រោះខ្ញុំពីព្រោះបងប្អូនទាំងអស់គ្នាអាចនឹងទាសចេញពីសេចក្តីពិតទៅតាមសេចក្តីទុក្ខលំបាកផ្សេងទៅតាមសេចក្តីអំនួតទៅតាមទម្លាប់របស់មនុស្សជាច្រើនដែលយើងទាំងអស់គ្នាអាចនឹងធ្លុយចេញពីសេចក្តីពិតហើយបងប្អូនរបស់យើងគាត់ឃើញថាយើងកំពុងតែបង្កើតផលផ្លែដែលអាក្រក់ផលផ្លែដែលមិនត្រឹមត្រូវគាត់មកប្រាប់យើងមិនមែនព្រោះតែគាត់ចាប់កំហុសយើងទេមិនមែនព្រោះតែគាត់ជាអ្នកថ្កោលទោសយើងទេប៉ុន្តែដោយព្រោះតែគាត់ស្រឡាញ់ដល់ព្រលឹងវិញ្ញាណរបស់យើងទាំងអស់គ្នាបានជាគាត់កែតម្រូវយើងហើយសេចក្តីនេះគឺជាបង្គាប់ដែលមាននៅក្នុងព្រះគម្ពីរអ្វីដែលសំខាន់តើបងប្អូនទាំងអស់គ្នាសម្លឹងមើលទៅការទាំងអស់នោះថាជាយ៉ាងដូចម្ដេចថាជាការថ្កោលទោសថាជាការចាប់កំហុសឬដោយព្រោះតែការយកចិត្តទុកដាក់ចំពោះព្រលឹងវិញ្ញាណអស់លោកអ្នកបងប្អូនខ្ញុំជឿថាប្រសិនបើបងប្អូនទាំងអស់គ្នារាប់ថាការនោះជាការថ្កោលទោស
បងប្អូនទាំងអស់គ្នាមិនដែលនឹងជួយប្រាប់បងប្អូនណាមួយឲ្យត្រូវតាមព្រះគម្ពីរទេនៅពេលណាដែលបងប្អូនរាប់ថាការកែតម្រូវគឺជាការចាប់កំហុសបងប្អូនទាំងអស់គ្នាខ្លាចគេចោទថាបងប្អូនជាអ្នកចាប់កំហុសទោះបីជាឃើញអ្នកណាមួយធ្វើខុសនឹងព្រះគម្ពីរក៏បងប្អូនមិនដែលហ៊ានប្រាប់គេដែរពីព្រោះបងប្អូនខ្លាចជាប់ឈ្មោះថាជាអ្នកថ្កោលទោសប៉ុន្តែបងប្អូនត្រូវសួរខ្លួនឯងវិញថាតើសពថ្ងៃបងប្អូនទាំងអស់គ្នាកំពុងតែព្យាយាមស្ដាប់តាមព្រះបន្ទូលព្រះឬក៏គ្រាន់តែរស់នៅឲ្យបានត្រូវចិត្តមនុស្សតែប៉ុណ្ណោះ